បាទគោរពជំរាបសួរទៅកាន់អស់លោកស្រីពុកម៉ែបងប្អូននិងថ្នាក់ដឹកនាំគ្រប់រូបទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីរបៀបនៃការបង្កើតលេខកូដបាទដោយខ្លួនឯងដោយគ្រាន់តែចុចលើ link ដែលដៃគូរបស់យើងឬក៏បងប្អូនយើងសាច់ញាតិយើងមិត្តភ័ក្តិយើងឬក៏អ្នកណាដែលគេបានផ្ដល់ឱកាសមកកាន់យើងគាត់បានផ្ញើ link ដើម្បីយើងធ្វើការចុះឈ្មោះបាទអញ្ចឹងដើម្បីអាចចុះឈ្មោះបានយើងគ្រាន់តែចុចលើ link ដែលគេបានឲ្យមកហ្នឹងទៅបាទអញ្ចឹងខ្ញុំបង្ហាញពីរបៀបចុះឈ្មោះបាទតាមឲ្យតន់មួយបាទចុចលើ link ហ្នឹងមកបន្ទាប់ពីចុចលើ link ហ្នឹងហើយបាទគឺយើងអាចធ្វើការបង្កើត ID ដោយខ្លួនឯងបាននៅខាងលើនេះគឺយើងដាក់ឈ្មោះទៅខ្លួនរបស់បងប្អូនមកបាទឧទាហរណ៍ថាឈ្មោះមេងហួរបាទដាក់អក្សរខ្មែរមកណាឬក៏អង់គ្លេសក៏បានដែរអាស្រ័យលើបងប្អូនណាបាទលេខទូរស័ព្ទបាទដាក់មកបាទដាក់លេខទូរស័ព្ទមកកន្លែង username បាទ username ពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ username ជាភាសាអង់គ្លេសបាទអញ្ចឹងខ្ញុំឧទាហរណ៍ណាបាទអូខេចំពោះ password បាទបងប្អូនចង់ដាក់យ៉ាងម៉េចក៏បានដែរបាទអញ្ចឹងខ្ញុំសូមដាក់ password សិនបាទអញ្ចឹងកន្លែងពាក្យសម្ងាត់នេះគឺយើងដាក់យ៉ាងម៉េចខាងស្ដាំនេះគឺដាក់អញ្ចឹងដូចគ្នាណាបាទអរគុណជាមួយខ្ញុំដាក់ឲ្យមើលសិនបាទអូខេខ្ញុំបានដាក់រួចរាល់ហើយអស់ហើយបាទរួចរាល់ហើយអស់ហើយអញ្ចឹងបងប្អូនធ្វើតាមនឹងមកអញ្ចឹង password គឺចាប់ពី6ខ្ទង់ឡើងប៉ុន្តែយើងអាចដាក់4ចំណុចទេណាដាក់អក្សរតូចអក្សរធំមានលេខមានសញ្ញាក៏បានដែរឬក៏ដាក់លេខសុទ្ធក៏បានដែរធ្វើម៉េចឲ្យសុវត្ថិភាពខ្លួនយើងបាទបន្ទាប់មកទៀតយើងធ្វើការចុចបង្កើតបាទបង្កើតលេខកូដរបស់យើងណាកន្លែង mail នេះបើសិនជាបងប្អូនមាន mail បងប្អូនអាចដាក់ mail បានបើមានលេខទូរស័ព្ទគឺដាក់លេខទូរស័ព្ទបាទអូខេបន្តមកទៀតគឺយើងចុចបង្កើតគណនីបាទចុចបង្កើតពេលដែលធ្វើការចុចបង្កើតគឺវានឹងលោតលេខកូដ10ខ្ទង់ឲ្យពុកម៉ែបងប្អូនអរគ្នាកន្លែងនេះបងប្អូនអរគ្នាអាច screen ទុកណាបាទថត screen ទុកមួយទៅកុំឲ្យភ្លេចពាក្យលេខ10ខ្ទង់ហ្នឹងបាទព្រោះលេខ10ខ្ទង់នេះគឺសម្រាប់យើងយកទៅប្រើប្រាស់បានច្រើនយ៉ាងមែនទេអញ្ចឹងយើងចុច OK មកបាទអញ្ចឹងពេលដែលចុច OK ហើយគឺឃើញហើយបាទនេះឃើញចូលដល់ account គណនីរបស់យើងហើយអញ្ចឹងពុកម៉ែបងប្អូនអរគ្នាគាត់ទៅចុចត្រេ3នឹងមកហើយរុញឡើងលើមកយកគណនីរបស់ខ្ញុំចូលមកដល់កន្លែងគណនីរបស់ខ្ញុំពុកម៉ែបងប្អូនអរគ្នាអាចធ្វើការដូររូបបាទដាក់រូបដល់ខ្លួនឯងមកបាទយករូបមួយណាបាទឧទាហរណ៍ទៅខ្ញុំដាក់រូបមួយនេះចុះណាបាទអូខេឥឡូវខ្ញុំដាក់រូបមួយនេះចុះបាទគាត់ឧទាហរណ៍ទេណាបងប្អូនបាទអូខេបន្តមកទៀតកន្លែងនេះបងប្អូនចង់ដូរឈ្មោះដូរបានបាទចង់ដូរ ID ថ្មីបាទដូរ ID ថ្មីដូរបានណាឧទាហរណ៍ទៅខ្ញុំលុបចោលបាទលុបចោលហើយខ្ញុំដូរ ID ថ្មីបាទខ្ញុំដាក់8 5 ដងហើយ3 5 ដងអញ្ចឹងមកអូខេអញ្ចឹងខ្ញុំចង់បានអញ្ចឹងខ្ញុំរក្សាទុកមកអញ្ចឹង ID ហ្នឹងគឺជា ID របស់ខ្ញុំអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដូរ password ក៏អាចដូរបានដែរបាទចូលមកកន្លែង password មកបាទខ្ញុំមានវីដេអូបង្ហាញពីរបៀបនៃការផ្លាស់ប្ដូរប្រវត្តិរូបកន្លែងហ្នឹងណាបាទចង់ដូរ password ដូរ ID ដូរឈ្មោះដូររូបគឺខ្ញុំមានវីដេអូហើយបាទអាចចូលទៅមើលនៅក្នុង channel YouTube បានអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាចូលមកត្រេ3មកហើយកន្លែងនេះកាបូបចម្បងនេះគឺជាកន្លែងកាបូបលុយរបស់យើងនៅពេលដែលយើងរកលុយបានឬអីគឺវានឹងលោតចូលមកក្នុងផ្លាស់ហ្នឹងណាបាទមានកាបូបទី1កាបូបទី2កាបូបទី3បាទកាបូប UWV បាទអញ្ចឹងវីដេអូបន្តទៀតខ្ញុំនឹងធ្វើបង្ហាញអំពីការបញ្យល់អំពីកាបូបនីមួយតើវាអាចប្រើប្រាស់បានដោយរបៀបណាខ្លះបាទអញ្ចឹងកន្លែងប្រាក់រង្វាន់របស់ខ្ញុំបាទកន្លែងនេះគឺជាកន្លែងដែលយើងរកចំណូលបាទតាមរយៈការណែនាំតាមរយៈក្រុមគាត់ដកលុយទៅយើងបានលុយ 10% ដែរតាមរយៈក្រុមដឹកនាំក្រុមឆ្វេងស្ដាំទៅគេចាយក៏មានចំណូលចូលខ្ញុំដែរតាមរយៈការណែនាំបាទនេះកន្លែងនេះបាទកន្លែងគេគ្រប់លក្ខខណ្ឌបាទកន្លែងនេះគឺយើងទទួលបានចំណែកជាថៅកែជាម្ចាស់
ចាក់កវាលទាំងមូលហ្នឹងបាទអញ្ចឹងវាមានច្រើនចំណុចណាស់អញ្ចឹងពុកម៉ែបងប្អូនអរគ្នាអាចធ្វើការចូលមកលេងបណ្ដាញសង្គមបានដោយយើងមើលនៅខាងលើនេះបាទនៅខាងលើនេះគឺមាន social media បាទចុចលើ social media ហ្នឹងមកបាទចូលដល់បណ្ដាញសង្គមហ្មងបាទចូលដល់បណ្ដាញសង្គមហើយអញ្ចឹងពុកម៉ែបងប្អូនអរគ្នាអាចធ្វើការលេងបណ្ដាញសង្គមចង់ផុសអាចយកកន្លែងនេះបាននេះកន្លែងសញ្ញាបូកមកហើយយក home មកបាទឥឡូវចង់ផុសជារូបភាពចង់ផុសជាវីដេអូចង់ផុសលើអីគឺបងប្អូនអាចផុសបានដោយសប្បាយសេរីតែម្ដងបាទចង់ទិញអីមែនទេចង់ទិញអីចូលកន្លែងមុខរបរមកបាទចូលកន្លែងមុខរបរវាមាន category របស់វានៅខាងលើនេះ category ហ្នឹងបាទណាផលិតផលសុខភាពបាទផលិតផលផ្សេងបាទសាឡនបាទនេះក៏យើងមានសាប៊ូដោះមុខដោះខ្លួនបាទ restaurant បាទមានប្រភេទអាហារបាទទឹកសុទ្ធបាទ health product ផលិតផលសុខភាពមានកាហ្វេបាទគ្រប់យ៉ាងចង់ទិញអីគឺទិញនឹងមកអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀបបង្កើតលេខកូដដោយខ្លួនឯងគឺត្រឹមតែប៉ុណ្ណឹងពុកម៉ែបងប្អូនអរគ្នាគឺអាចប្រើប្រាស់បានណាបាទអាចប្រើប្រាស់បានហើយប៉ុណ្ណឹងគឺអូខេហើយអូខេបងប្អូនចំពោះ link ធ្វើការចុះឈ្មោះហ្នឹងខ្ញុំដាក់នៅក្រោមវីដេអូហ្នឹងណាអញ្ចឹងពុកម៉ែបងប្អូនអរគ្នាកុំភ្លេចចុចកន្លែង more ឲ្យពេលចុចកន្លែង more ហ្នឹងទៅគឺឃើញ link សម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលបានមើលវីដេអូនេះចង់ចុះឈ្មោះអាចចុចលើ link ទៅគឺអាចធ្វើការចុះឈ្មោះបានហើយបាទអូខេពុកម៉ែបងប្អូនអរគ្នាបាទអរគុណបាទ